ដូច្នេះឲ្យយើងយល់ថាព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យយើងនៅអ្វីដែលល្អល្អព្រះអង្គប្រទានអ្វីដ៏ល្អល្អសម្រាប់យើងក៏ប៉ុន្តែតើជីវិតរបស់យើងនឹងទៅជាក្របពូជល្អឬក្របពូជអាក្រក់អាស្រ័យលើយើងរៀនរស់នៅដោយបញ្ចេញសកម្មភាពពិធីអគ្គសញ្ញាលាបថ្ងានៅព្រះសហគមន៍ប៊ូស្រាក្នុងព្រះបន្ទូលដំណឹងល្អដែលយើងស្ដាប់នៅថ្ងៃនេះជាពាក្យប្រស្នាគឺព្រះយេស៊ូវមានព្រះបន្ទូលអំពីព្រះរាជរបស់ព្រះជាម្ចាស់និងព្រះអង្គប្រដូចព្រះរាជនោះហាក់ដូចជាអ្នកដែលបានព្រោះក្របពូជល្អមានន័យថាស្រូវព្រោះស្រូវហើយក្រោយមកស្រាប់តែមានសត្រូវបានព្រោះស្រងាយចូលបងប្អូនស្គាល់ស្រូវទេស្រូវណាយើងធ្លាប់ដាំស្រូវណាតំបន់មណ្ឌលគិរីគេដាំស្រូវនៅតាមភ្នំមែនទេប៉ុន្តែបងប្អូនខ្មែរធម្មតាគេសាប់ព្រោះគេព្រោះចុះស្រងាយបងប្អូនស្គាល់ទេស្គាល់អត់ដឹងថានៅខាងមណ្ឌលគិរីយើងមានស្រងាយឬអត់មានណាស្រងាយវាមានកន្ទុយវែងមែនទេកន្ទុយវែងហើយខាងក្នុងវាអត់សូវមានសាច់ទេទោះបីវាទុំដូចគ្នាប៉ុន្តែអត់សូវមានសាច់ទេនេះខុសគ្នាធម្មតាពេលណាយើងព្រោះស្រូវហើយពេលណាមានស្រងាយយើងធ្វើយ៉ាងម៉េចយើងត្រូវដកស្រងាយចេញមែនទេមែនអត់យើងត្រូវដកស្រងាយចេញដើម្បីធ្វើឲ្យស្រូវយើងល្អពីព្រោះក្រោយមកពេលណាវាទុំជាមួយគ្នាយើងពិបាកមែនអត់យើងពិបាកសម្អាតយកតែស្រូវទៅទេយើងពិបាកចឹងហើយនៅក្នុងពាក្យប្រស្នានេះព្រះយេស៊ូវបានយករបៀបសាមញ្ញរបស់កសិករដែលធ្វើស្រែដើម្បីពន្យល់អំពីព្រះរាជរបស់ព្រះជាម្ចាស់ដោយចង់ឲ្យយើងយល់ថាតាមពិតព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបានបង្កើតមនុស្សយើងឲ្យមនុស្សយើងមានលក្ខណៈល្អហើយយើងមានលក្ខណៈល្អជាមនុស្សជាបុត្រធីតារបស់ព្រះអង្គក៏ប៉ុន្តែក្នុងពេលជាមួយគ្នាក្នុងអត្ថបទគេនិយាយអំពីមានន័យថាមាសត្រូវបានព្រោះក្របពូជអាក្រក់ដែលធ្វើឲ្យនៅក្នុងពិភពលោកនេះក៏មានមនុស្សល្អមានមនុស្សអាក្រក់ក៏ប៉ុន្តែនៅក្នុងចិត្តរបស់យើងម្នាក់ហ្នឹងក៏មានចិត្តល្អមានចិត្តអាក្រក់ដែរមែនទេបងប្អូនយើងទាំងអស់គ្នាមិនមែនសិតតែល្អទាំងអស់ទេណាក្នុងខ្លួនរបស់យើងចិត្តរបស់យើងមានពេលខ្លះយើងចិត្តអាក្រក់ហើយក៏មានចិត្តល្អនៅក្នុងនឹងដែរអញ្ចឹងនៅក្នុងពាក្យប្រស្នានោះហើយយើងបានស្ដាប់ឮថាអ្នកបម្រើដោយសារអ្នកបម្រើបានឃើញថាលោកម្ចាស់បានព្រោះតែក្របពូជល្អតាហេតុអីបានជាមានស្រងាយអញ្ចឹងម្ចាស់ថាមានសត្រូវបានព្រោះអញ្ចឹងសួរថាតើអនុញ្ញាតឲ្យយើងខ្ញុំទៅដកស្រងាយចេញតើម្ចាស់ឲ្យដកទេអត់ឲ្យដកទេហេតុអីពីព្រោះប្រសិនបើដកដោយទាំងស្រូវមកដែរដូច្នេះនៅក្នុងអត្ថបទនេះក្នុងពាក្យប្រស្នានេះព្រះយេស៊ូវចង់ពន្យល់ទី1ឲ្យយើងយល់អំពីព្រះハរតីមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សគ្រប់រូបដោយសារយើងមើលមនុស្សពីខាងក្រៅយើងអត់ដឹងថាអ្នកណាល្អអ្នកណាអាក្រក់ទេមែនទេបើសិនបើយើងកាត់ទោសវិនិច្ឆ័យដាក់ទោសមនុស្សមានន័យថាអាចដោយមនុស្សល្អឬក៏នៅក្នុងខ្លួនយើងផ្ទាល់នរណាហ៊ានថាយើងជាមនុស្សល្អគ្រប់10នរណាហ៊ាននិយាយចឹងឯងអត់មាននរណាល្អគ្រប់10ទេហ្នឹងហើយយើងម្នាក់យើងមានចិត្តអាក្រក់ដែរយើងក៏មានប្រព្រឹត្តអំពើខុសដែរមែនទេចឹងហើយយើងជាអ្នកមានបាបប្រសិនបើព្រះជាម្ចាស់ដកគឺគ្មានមនុស្សនៅលើផែនដីណាម្នាក់
ai nơi ruột bàn thì rồi đấy để chế pre ong đại miền Praharate Mita Karana bàn chặt pre Giêsu ở dương bầu ní cứ đầm bay nên chuối nai non mà nút ao tới chia mà nút lõ hay nai non mà nút dương ở dương từng ở kinh tự tu cả lực lên tu rồng đỏ bám túc ở cả ở mà nút dương đầm bay mà nút dương ai tới chia bát thị đà rồi bỏ pre ong ai nên chôn không pre riết rồi bỏ pre ong bàn chi pi prasana này pre Giêsu bẩn dul làm pi pre riết nên không pi prasana nút pre Giêsu bẩn dul thà nơi pe đại sợi tôm nâng miền phụ tì vật tút vào thứ ấy mọc trốt cạn hai nơi pe nội ấy đã cái promote sợi đã không trùng rốt miền này thá mà nu lỏ châu không preri rồi bỏ preri chim chắc hai sợi ngái cái vô tự đốt miền này thà mà nu ở cọ cái nâng châu tự không than rút đại miền lương đại thứ ấy rồi tục thì rồi được cảm chân thế ní chi pi prasana bẩn vô làm pi preri rồi bỏ preri chim chắc chẳng nè đại châu không preri chỉ nè đại tự tu prepo pi preong đại tự tu cài lực linh tu hay cài preri trên cầm đất luôn nơi ở bàn chim ru lọ để cho nên nơi ngày ní trong kịch thà pi prasana ní có biết anh này yang bị xe sầm rạp bom ôn từng ngõ kia đại nên tự tu là kẻ sinh nhà liệt ngày đối với ban sầm nạp thoa cho mùi kia mà sầm mấy bom ôn bàn nước khơi nhà pe dân tự tu pre vi nhiên đào bị sân này ngày ní cứ dân nên tự tu làm nói tiền tiền prem pi hai pre vi nhiên đào bị sân nó là một cái hot play này không chỉ về bỏ dân hot play tiền đào pi để dân bàn chia dân chạm khác được chứ ở dân du thả pre vi nhiên đào bị sân bờ tiên ở dân ở với đây là o pre ông bờ tiên ở với đó là o sầm làm gì cặp ta chỉ biết bỏ dân nâng tới chia crop bùi lõ rước crop bùi giả crop Asrai lời dương riêng ruột nữ đòi bằng bánh chinh sự cam bập hiệp mình này là miênประអំពើផ្សេងតាមសេចក្តីល្អដែលព្រះវិញ្ញាណបំភ្លឺឲ្យយើងចឹងខ្ញុំចង់និយាយតែផលផ្លែតែមួយដែលសំខាន់ជាងគ្នាគេយើងខ្ញុំបាននិយាយពីសិនមិញពីព្រោះពេលណាយើងទៅជាក្របពូជល្អមានន័យថាយើងបង្កើតផលផ្លែល្អហើយផលផ្លែល្អនោះជាផលផ្លែនៃសេចក្តីស្រឡាញ់បងប្អូនសម័យយើងនិយាយថាផលផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធផលផ្លែទី1គឺស្អីគេគឺសេចក្តីស្រឡាញ់មែនទេបាទសេចក្តីស្រឡាញ់ចឹងយើងនៅឃើញដល់សន្តពលក៏ធ្លាប់សរសេរថាប្រសិនបើបងប្អូនមានសេចក្តីស្រឡាញ់បងប្អូនអាចប្រព្រឹត្តអំពើគ្រប់យ៉ាងបានឲ្យតែអំពើនោះយើងធ្វើដោយសេចក្តីស្រឡាញ់មានន័យថាជាអំពើដែលយើងធ្វើដោយគិតដល់មនុស្សដែលយើងស្រឡាញ់យើងធ្វើអំពើធម្មតាពេលណាយើងស្រឡាញ់មនុស្សម្នាក់យើងមិនធ្វើអំពើអាក្រក់ឲ្យគេទេមែនទេគឺយើងធ្វើអំពើល្អឲ្យគេអញ្ចឹងពេលណាយើងមានសេចក្តីស្រឡាញ់គឺយើងធ្វើអំពើទាំងឡាយបានដោយគិតដល់អ្នកដែលយើងស្រឡាញ់យើងធ្វើអំពើល្អសម្រាប់គេដូច្នេះខ្ញុំសង្ឃឹមថានៅថ្ងៃនេះបងប្អូនទទួលអគ្គសញ្ញាលៀបថ្ងៃបងប្អូនទទួលអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធសូមបងប្អូនរៀនរស់នៅដោយមានសេចក្តីស្រឡាញ់នៅក្នុងខ្លួនហើយយើងដឹងថាសេចក្តីស្រឡាញ់នេះសន្តពលធ្លាប់និយាយថាមិនសាបសូន្យទេគឺនៅគង់វង្សអកលជានិច្ចរហូតដល់យើងចូលក្នុងព្រះរាជរបស់ព្រះអង្គមកពេលចុងក្រោយក៏យើងនៅតែត្រូវការសេចក្តីស្រឡាញ់ដើម្បីរស់នៅជាមួយគ្នាឲ្យមានសេចក្តីសុខក្សេមក្សាន្តដូច្នេះសេចក្តីស្រឡាញ់អាចបង្កើតផលឲ្យបាននៅក្នុងជីវិតគឺទី1ណែនាំឲ្យយើងប្រព្រឹត្តអំពើល្អចំពោះបងប្អូនទី2សេចក្តីស្រឡាញ់ណែនាំឲ្យយើងរៀនលើកលែងទោសឲ្យគ្នាទៅវិញទៅមកបងប្អូនធ្លាប់ឆ្លោះគ្នាទេធ្លាប់ណាហ្នឹងហើយជាទូទៅយើងឆ្លោះគ្នាទៅបីតែយើងរស់នៅក្នុងក្រុមគ្រួសារតែមួយបងប្អូនបង្កើតក៏ឆ្លោះគ្នាដែរហើយពេលខ្លះបងប្អូនបង្កើតពិបាកសម្រុះសម្រួលគ្នាថែមទៀតក៏ប៉ុន្តែព្រះវិញ្ញាណដ៏វិសុទ្ធដែលបំភ្លឺឲ្យយើងយល់នេះគឺណែនាំឲ្យយើងរៀនរស់នៅសេចក្តីស្រឡាញ់គឺយើងហ៊ានលើកលែងទោសឲ្យបងប្អូនដែលធ្វើខុសចំពោះយើងដោយពេលយើងសូត្រធម៌ព្រះបិតាយើងសូត្រថាសូមព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំដូចយើងខ្ញុំលើកលែងទោសឲ្យអស់អ្នកដែលបានធ្វើខុសចំពោះខ្ញុំចំពោះយើងខ្ញុំ
ដូចជាសេចក្តីស្រឡាញ់ផលនៃសេចក្តីស្រឡាញ់ណែនាំឲ្យយើងរៀនលើកលែងទោសឲ្យគ្នាទៅវិញទៅមកផលនៃសេចក្តីស្រឡាញ់ណែនាំឲ្យយើងកសាងសន្តិភាពឲ្យយើងមានសេចក្តីសុខនៅក្នុងចិត្តរបស់យើងនៅក្នុងខ្លួនរបស់យើងដូច្នេះនៅថ្ងៃនេះដែលយើងមានបេក្ខជនច្រើនអ្នកនឹងទទួលអគ្គសញ្ញាលាភថ្ងាសខ្ញុំអត់ចង់ឲ្យយើងនិយាយយូរដោយសារពិធីយើងវែងប៉ុន្តែសូមបងប្អូនចាំតែសេចក្តីនឹងមួយទេណាគឺព្រះវិញ្ញាណដ៏វិសុទ្ធឲ្យបងប្អូនបង្កើតផលហើយផលនោះជាផលនៃសេចក្តីស្រឡាញ់ហើយនៅពេលដែលបងប្អូនប្រព្រឹត្តអំពើដោយសេចក្តីស្រឡាញ់បងប្អូននឹងក្លាយជាគ្រោះពូជល្អបងប្អូននឹងអាចចូលក្នុងព្រះរាជរបស់ព្រះជាម្ចាស់បានសូមព្រះជាម្ចាស់ជួយបំភ្លឺនៅណែនាំយើងនៅថ្ងៃនេះជាគ្រីស្ទបរិស័ទយើងទាំងអស់ហើយយើងអាចទៅជាគ្រោះពូជល្អដែលបង្កើតផលផ្លែក៏ប្រតិព្រះអង្គនឹងឲ្យយើងទាំងអស់គ្នាអាចចូលក្នុងព្រះរាជរបស់ព្រះអង្គបានអាមែន